Chỉ từ từនៅក្នុង Telegram គឺយើងតែងតែឃើញជួបប្រទេសនៅបញ្ហាមួយគឺអក្សរខ្មែររបស់យើងគឺវាតូចបែបនេះចឹងកាលណាតែអក្សរយើងតូចបែបហ្នឹងគឺធ្វើឲ្យយើងពិបាកក្នុងការមើលអញ្ចឹងដើម្បីងាយស្រួលក្នុងការមើលតើយើងធ្វើអក្សរភាសាខ្មែររបស់យើងឲ្យធំអញ្ចឹងនៅក្នុងកម្មវិធី Telegram គឺយើងមាននៅរបៀបនៃការកែវារបៀបការសេរីដែលយើងមិនចាំបាច់ចូលទៅធ្វើនៅក្នុង Regedit ដូចពីមុនទៀតទេអញ្ចឹងយើងចូលទៅក្នុង setting របស់វាគឺកែតែម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅមើលរបៀបនៃការកែពុម្ពអក្សរនៅក្នុងកម្មវិធី Telegram អញ្ចឹងយើងអាចដាក់ពុម្ពណាក៏បានដែរអញ្ចឹងជាដំបូងឡើយគឺយើងចុចទៅលើត្រី3បែបនេះកន្លែងនេះបាទចុចទៅលើត្រី3ហ្នឹងមកបន្ទាប់មកគឺយើងចូលទៅកាន់អីគេមួយគឺអូសមកក្រោមអូសមកផ្នែកខាងក្រោមប៉ុតហើយយើងឃើញពាក្យថា setting អញ្ចឹងយើងចុចទៅលើពាក្យថា setting នេះមកបាទបន្ទាប់មកទៀតតកតងទៅនឹងការកែទៅលើហ្នឹងគឺអក្សរហ្នឹងគឺទៅក្នុងឆាតអញ្ចឹងយើងចូលទៅកាន់ឆាត setting មកបាទចុចទៅលើឆាត setting នេះចុចមកបន្ទាប់មកកន្លែងយើងមកមើលនៅខាងក្រោមបន្តិចហ្នឹងគឺគេដាក់ថា font family អញ្ចឹង font family នេះជា default របស់គេគឺជាពុម្ពអក្សរ default ដែលខាង Telegram ក៏ដាក់មកអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរយើងចុចទៅលើកន្លែងហ្នឹងមក font family ចុចទៅលើវាមករួចហើយយើងអាចធ្វើការអូសscroll bar របស់យើងចុះមកក្រោមដើម្បីស្វែងរកពុម្ពអក្សរណាមួយដែលយើងចង់ផ្លាស់ប្ដូរអញ្ចឹងឧទាហរណ៍ថាខ្ញុំជឿអូសរកខ្ញុំដាក់ខ្មែរ OS អញ្ចឹងខ្ញុំដាក់ខ្មែរ OS សៀមរាបចុះណាចុចទៅលើខ្មែរ OS សៀមរាបបន្ទាប់មកយើងចុចពាក្យថា save ហើយកម្មវិធីគឺតម្រូវយើង restart អញ្ចឹងយើងចុច restart មកនៅពេលដែល Telegram របស់យើងបើកមួយគឺអក្សររបស់យើងគឺនឹងមានទំហំធំដែលយើងអាចមើលបានធម្មតាអញ្ចឹងចំពោះអក្សរខ្មែរនិងអក្សរអង់គ្លេសគឺយើងអាចមើលបានធម្មតាអត់មានបញ្ហាទេបាទអត់មានបញ្ហាទេអញ្ចឹងយើងមើលបានធម្មតាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេតើតើទៅនឹងការធ្វើឲ្យអក្សរនៅក្នុង Telegram របស់យើងវាមានទំហំធំអាចនឹងមើលស្រួលជាងមុនអញ្ចឹងសូមអរគុណសូមជម្រាបលា